បាទបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីការធ្វើមាន់ខមាន់ហុងកុងណាបងប្អូនប៉ុន្តែខមាន់ហុងកុងនេះគ្រាន់តែយើងយករូបមន្តខ្លះៗមកពីគេយើងប្រើគ្រឿងខ្មែររបស់យើងអញ្ចឹងណាបងប្អូនចំណែកឯគ្រឿងផ្សំដោយបងប្អូនឃើញនៅក្នុងវីដេអូអញ្ចឹងខ្ញុំមានគល់ក្រែមានម្ទេសស្លឹកក្រូចសើចមានកាច័ន្ទមានពុយកាក់អីចឹងណាបងប្អូនយើងក៏មានស្ករត្នោតផ្សិតខ្មៅយើងត្រាំទឹកក្តៅអញ្ចឹងមកបងប្អូនត្រាំទឹកត្រជាក់ក៏បានដែរគ្រាន់តែវាយូរអញ្ចឹងណាមុនដំបូងយើងមកលេងការច័ន្ទនិងពោចកាក់យើងសិនបងប្អូនខ្ញុំដាក់មកល្មមដែរទេព្រោះខ្លាចបងប្អូនខ្លះគាត់អត់សូវចេះញ៉ាំអញ្ចឹងយើងដាក់កុំខ្លាំងពេកអញ្ចឹងណាបងប្អូនយើងដាក់មកល្មមព្រោះខមាន់នេះយើងយករសជាតិបែបរៀងស្រាលទេបងប្អូនយើងក៏យកអត់សូវផ្អែមក៏អត់សូវដិតដូចខរបស់ខ្មែរយ៉ាងដែរខរបៀបមាន់ហុងកុងបណ្ដៃយើងប្រើគ្រឿងខ្មែររបស់យើងខ្ញុំបញ្ជាក់ទៀតក៏អធិស្ឋានដល់បងប្អូនខ្លះដែលគាត់ចេះខមមាន់ហុងកុងនេះជំនាញពិតប្រាកដអីចឹងណាព្រោះខ្ញុំគាត់តែយករូបមន្តតែគេដាក់បន្លែដាក់អីខ្លះអីចឹងធ្វើតាមគេតែប៉ុណ្្នឹងទេខ្ញុំប្រើគ្រឿងខ្មែររបស់យើងក៏ដាក់ខ្លាញ់បន្តិចមកដាក់កូរស្ករជាមួយខ្ទឹមសខ្ទឹមក្រហមយើងហ្នឹងទៅស្ករយើងកូរឲ្យឡើងរាងជើងក្ររាងកម្ៅតិចមកបងប្អូនពេលដែលខទៅយើងមិនបាច់ថែមពណ៌ថែមអីចឹងណាឥឡូវស្ករយើងក៏ឡើងជើងក្រងរាងកម្ៅយើងកូរជាមួយម្ទេសស្លឹកក្រូចគល់ក្រៃអីចឹងវាឡើងឈ្ងុយហើយយើងក៏បន្ថែមទឹកស៊ីអ៊ីវតិចមកបងប្អូនបើបងប្អូនចូលចិត្តក្លិនទឹកស៊ីអ៊ីវទេអាចដាក់ទឹកត្រីបានចឹងណាឥឡូវយើងយកមាន់ដែលយើងបានលាងសម្អាតរួចរាល់ណាមាន់ហ្នឹង4គីឡូ75គីឡូបងប្អូនយើងកាប់តាមបរិមាណបងប្អូនចូលចិត្តមកយើងកូរវាឡើងឈ្ងុយជាមួយគ្រឿងរបស់យើងមកយើងផ្ងំវាទុកសិនបងប្អូនកុំទាន់ថែមទឹកអីចឹងណាដើម្បីឲ្យខយើងវាឡើងពណ៌ក្រហមល្អអញ្ចឹងណាបងប្អូនឥឡូវខ្ញុំក៏បន្ថែមម្រេចបន្តិចដែរបងប្អូនអានេះយើងប្រើម្រេចក៏មិនសូវច្រើនដូចខខ្មែរយ៉ាងដែរបន្តមកទៀតខ្ញុំក៏ប្រើប្រេងខ្យងបន្តិចមកប្រើប្រេងខ្យងខ្ញុំប្រើស៊ីអ៊ីវខ្មៅរបស់ចិនបន្តិចដែរបងប្អូនចំណែកឯខនេះក៏យើងបានប្រើគ្រឿងអីចិនអីច្រើនណាស់ដោយសារអីព្រោះធម្មតាយើងខលក់នៅស្រុកខ្មែរយើងខលក់ឲ្យជនជាតិខ្មែរយើងអញ្ចឹងបើយើងប្រើគ្រឿងចិនពេលខ្លះទៅបងប្អូនខ្មែរខ្លះក៏អត់សូវចេះហូបអីចឹងទាំងយើងប្រើគ្រឿងខ្មែរគាត់តែយើងយករូបមន្តខ្លះដូចជាបន្លែដូចជាគ្រឿងផ្សំអីផ្សេងតិចតួចចឹងយកតាមគេចឹងណាហើយខ្ញុំក៏បន្ថែមសាតេបន្តិចដែរបងប្អូនឥឡូវយើងដាក់ពុជកាក់ដាក់ឈើអែមដែលយើងបានលេងឈ្ងុយហ្នឹងយើងដាក់ចូលមកបងប្អូនយើងដាក់ចូលមកដើម្បីឲ្យវាបង្កើនក្លិនកាន់តែឈ្ងុយអញ្ចឹងឥឡូវយើងមកបំពងពុះស្ដែកយើងម្ដងបងប្អូនពុះស្ដែកនេះខ្ញុំបំពងខ្ញុំខប៉ុន្តែខ្ញុំបំពងខ្ញុំអត់ត្រាំទេបងប្អូនពេលទឹកជើងត្រាំទៅវាអត់សូវឆ្ងាញ់ដូចយើងបំពងហើយយើងបំពងវាឆ្ងាញ់ជាងយកមកខចេះណាបងប្អូនពុះស្ដែកនេះខ្ញុំប្រើរៀងច្រើនដែរកន្លះគីឡូពុះស្ដែកអញ្ចឹងណាហើយយើងប្រើខ្លាញ់ថ្មីមកបងប្អូនពុះស្ដែកពេលយើងបំពងទៅវាឡើងពណ៌ស្អាតអញ្ចឹងណាកុំប្រើខ្លាញ់សល់ខ្លាញ់អីពណ៌បំពងទៅពណ៌វាអត់សូវល្អទេបងប្អូនហើយមួយទៀតបើសិនជាបងប្អូនទៅទិញនៅផ្សារគេបំពងស្រាប់ហ្នឹងបងប្អូនរើសមើលផងវាយើងយកអាថ្មីមកកុំយកអាបំពងសល់យូរអីយកមកខវាមិនសូវឆ្ងាញ់ណាបងប្អូនឥឡូវយើងមកចិតការ៉ុតជើងម្ដងយើងដាក់ការ៉ុតដែរការ៉ុតតាមការបងប្អូនចូលចិត្តមកចិតមិនបាច់ក៏បានតែខ្ញុំចិតច្បាមួយរៀងប៉ុនមេដៃព្រាមដៃអញ្ចឹងណាបងប្អូនព្រោះខ្ញុំខមកងាស់រៀងយូរដែរខ្ញុំខរបៀបខ្ញុំខមាន់ពងបងប្អូនខ្ញុំមិនខមាន់បីសះអីទេឬមានមាន់ស្រែមាន់អីខតែខ្ញុំខមាន់ពងវាឆ្ងាញ់ព្រោះសាច់មាន់ពងនេះវាមានជាតិជាងមាន់បីសះបងប្អូនវាស្តៀងនឹងមាន់ស្រែដែរតែវាមិនដូចមាន់ស្រែទេតែមិញខ្ញុំក៏បន្ថែមទឹកតិចដែរបងប្អូនឥឡូវយើងចាក់ផ្សិតខ្មៅចូលមកផ្សិតខ្មៅនេះខ្ញុំត្រាំទឹកក្តៅយើងលាងមកចាំវាត្រាំទឹកក្តៅដោយសារខ្ញុំបញ្ញាប់ឆាប់បានអញ្ចឹងណាបើបងប្អូនមិនមានទឹកក្តៅទេអាចត្រាំទឹកត្រជាក់ក៏បានដែរតែខ្ញុំមានទឹកក្តៅស្រាប់អញ្ចឹងខ្ញុំប្រើត្រាំទឹកក្តៅតែម្ដងទៅយើងដាក់ផ្សិតខ្មៅហើយយើងដាក់ការ៉ុតយើងចូលមកដែរបងប្អូនឥឡូវយើងកូរការ៉ុតជាមួយផ្សិតខ្មៅយើងងាស់រៀងមកស្ទុះទៀតដែរយើងអត់ទាន់បានថែមទឹកទេយើងងាស់ផាយជាងនិយាយទៅងាស់បើសិនខ្ញុំងាស់ម្ដងផាយចូល1ម៉ោងជាង7ម៉ោងហើយព្រោះមាន់ស្វិតអញ្ចឹងណាឥឡូវខ្ញុំក៏បានថែមទឹករួចរាល់ដែរបងប្អូនចូលចិត្តរៀងខាប់បងប្អូនអាចដាក់ទឹកតិចអញ្ចឹងមកតែខ្ញុំធ្វើលក់អញ្ចឹងខ្ញុំដាក់ទឹករៀងល្មមគូសមហ្នឹងឥឡូវខ្ញុំដាក់
ម្សៅស៊ុបខ្នុរអំបិលប៊ីចេងចូលមកចឹងព្រោះអានេះយើងមានស្ករស្រាប់ហើយយើងមិនបានថែមស្ករតិចទេបងប្អូនឥឡូវយើងដាក់ពពុះស្ដែកដែលយើងបានពងចូលមកដើម្បីឲ្យពពុះស្ដែកនឹងទន់គឺបានឲ្យព្រោះថាល្មមតែរសជាតិប៉ុណ្ណាបងប្អូនចូលចិត្តអីចឹងណាខ្ញុំបានដាក់ពពុះស្ដែកចូលហើយឥឡូវបងប្អូនខរបៀបនេះបងប្អូនអាចសាកធ្វើបានយើងអត់បាច់យករសជាតិដិតទេខមាន់របៀបចឹងណាយើងយករសជាតិបែបស្រាលស្រាលតែបងប្អូនចង់បានរសជាតិដិតវាធ្វើឲ្យពពុះស្ដែកអីផ្សិតខ្មៅហ្នឹងវាឡើងប្រៃអញ្ចឹងណាអញ្ចឹងយើងកុំយករសជាតិដិតពេកទឹកស្លហើយក៏កុំយករសជាតិផ្អែមពេកដែរខនេះវាបែបរសជាតិស្រាលស្រាលប៉ុន្តែមិនមែនស្រាលអត់ជាតិទេណាបងប្អូនយើងយកបែបស្រាលមានជាតិណាយើងញ៉ុចឲ្យពពុះស្ដែកនោះវាចូលទឹកយើងបន្តិចមកដើម្បីឲ្យវាទន់អញ្ចឹងឥឡូវជាចុងក្រោយខ្ញុំដាក់តែម្សៅការីតិចទៀតមកគឺម្ហូបរបស់យើងគឺរួចរាល់ហើយបងប្អូនប៉ុណ្ណឹងនិយាយទៅរសជាតិក៏អាចទទួលយកបានដែរវាឆ្ងាញ់ល្មមគូសមយ៉ាងណាណាបងប្អូនអាចសាកធ្វើបានហើយជាចុងក្រោយវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាជួយ follow page អ្នកផងបងប្អូន